សាកទទួលយកបទពិសោធន៍ថ្មីជាមួយនឹងការជិះរទេះក្របីទាំងអស់គ្នាថ្ងៃនេះតួឯកយើងគឺក្របីបងប្អូនមុនចូលទៅយើងត្រូវមើលនេះអានេះដូចមនុយគេចឹងមានសកម្មភាពអីខ្លះអញ្ចឹងណាអញ្ចឹងមុនយើងចូលយើងមើលហ្នឹងហើយយើងសួរនាំគាត់ទៅចាំយើងសម្រេចចិត្តថាយើងរើសយកសកម្មភាពមួយណាដោយសារតែខ្ញុំមានកូនតូចហើយខ្ញុំអត់សូវមានពេលច្រើនអញ្ចឹងខ្ញុំផ្ដោតសំខាន់ទៅលើការជិះតែរទេះក្របីមួយមុខឯងនៅក្នុងហ្នឹងដូចជាមានការស្លៀកកៅអៅជារបៀបជនជាតិភាគតិចចាស់ភ្នងអីដែរអញ្ចឹងអ្នកទាំងអស់គ្នាពេលទៅបើមានពេលអត់ដូចខ្ញុំគឺអ្នកទាំងអស់គ្នាអាចស្លៀកកៅអៅជាជនជាតិភាគតិចផងជាក្របីផងធ្វើអីផ្សេងទៀតអញ្ចឹងណាដោយសារតែថ្ងៃដែលខ្ញុំទៅហ្នឹងគឺមិនថ្ងៃបុណ្យទានទេថ្ងៃធម្មតាសៅរ៍អាទិត្យហ្នឹងណាអញ្ចឹងពេលទៅអត់ទេគាត់អត់តាន់បានចាញ់ទេហើយណាមួយខ្ញុំទៅពីព្រឹកដើម្បីជិះទៅវាតិចណាព្រោះខ្ញុំមានកូនតូចអញ្ចឹងតិចទៀតបានមានមនុស្សមកច្រើនជំរាបសួរដោយដែលបានស្ដាប់ម៉ាក់ខ្ញុំគាត់និយាយមិញគឺម្នាក់$4ហើយរយៈពេលជិះប្រហែលជា30នាទីក្នុងនោះដែររទេះមួយជិះបានតែមនុស្សធំ2នាក់ឯងបើមានកូនក្មេងដូចខ្ញុំអាចជិះ3នាក់អីអញ្ចឹងទៅជិះ30នាទីតម្លៃម្នាក់$4$4បាទសម្រាប់ជាវខ្មែរបានយើងហើយ$4ហ្នឹងយើងមិនជិះមួយមុខទេបន្ទាប់ពីជិះមកយើងមានអាហារសម្រន់អីតិចតួចទៀតបាទនេះថាយើងមានអន្សមចេកអាំងមានស្វាយក្លុកអំបិលម្ទេសយើងមានស្កានេះយើងមានទឹកតែដាក់ឲ្យញ៉ាំនៅលើកញ្ចក់ស្រាប់ពីជិះរួចបាទចាអរគុណបាទចឹងគេបាទ Hello ជិះមួយលោកតានិយាយពីថាយប៉ាក់នេះគឺថាស្លន់ស្លោឃើញអាតេះហ្នឹងបន្ទាប់គិតពីអូសដៃឡើងអាតេះហ្នឹងមិនបងអង្គយូរឥឡូវយើងនាំគ្នាចេញដំណើរហើយបងប្អូនអូនតាណាជិះក្របីអូនជិះរទេះក្របីម៉មកវិញវ៉ាមកយើងដោយដែលបងប្រុសអ្នកចាត់ការគាត់ប្រាប់អញ្ចឹងការជិះរទេះក្របីហ្នឹងគឺរយៈពេល30នាទីអញ្ចឹងពូគាត់នឹងដឹកក្របីអ្នកនាំក្របីហ្នឹងណាគាត់នឹងនាំយើងជិះមើលភូមិនឹងទាំងអស់គ្នាអញ្ចឹងណាបងប្អូននេះជាបទពិសោធន៍ថ្មីរបស់ពួកខ្ញុំហើយក៏ជាលើកទី1ដែរនៃការជិះរទេះក្របីហ្នឹងពេលដែលយើងជិះទៅដូចខ្ញុំទៅនឹងចំរដូវវស្សាអញ្ចឹងឃើញភាគច្រើនស្រូវអីវាបៃតងអញ្ចឹងណាទេសភាពគឺស្អាតហើយពេលគាត់នាំទៅជិះកាត់វាស្រែវាអីអញ្ចឹងទៅស្អាតបងប្អូនដូចនេះខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាទៅពីព្រលឹមទៅវាអត់សូវក្តៅណានេះ7ឆ្នាំហើយអូ7ឆ្នាំហើយក្រៅពីជិះកាត់វាលស្រែវាលស្រូវហ្នឹងគាត់ក៏មាននាំយើងផ្លូវជាតិបន្តិចដែរហើយវិច័យដន់ចំពេលគេហាកឋិនណក៏ឃើញទិញម៉ងទិញអីចឹងទៅសប្បាយតើបងប្អូនម្យ៉ាងដែរឥឡូវមកដល់ទីតាំងដើមវិញហើយអញ្ចឹងនេះដូចគាត់មានប្រសាសន៍មកអញ្ចឹងបន្ទាប់ពីយើងជិះរទេះក្របីនឹងរួចនេះគាត់មានឲ្យជាអាហារសម្រន់មកយើងណាអានេះអាហារសម្រន់បន្ទាប់ពីជិះរទេះក្របីហ្វ្រីហ៎បងប្អូនតែដងនេះទិញលុយខ្លួនឯងយប៉ានេះជិះរទេះក្របីមិនរៀងហត់ផងនេះមិនសាច់គោអាំងទេណាសកាននេះដោតចកាឲ្យដងហើយសកាននេះត្រូវចិត្តណាឡើងផ្អែមឆ្ងាញ់ ក
បន្ទាប់ពីបាត់ហត់ញ៉ាំអាហារសម្រន់និងទឹករួចនេះខ្ញុំនាំអ្នកទាំងអស់គ្នាដើរមើលកន្លែងគាត់មានកញ្ចុះហ្នឹងមិនមែនកញ្ចុះសម្រាប់ជួលទេឧទាហរណ៍ថាកញ្ចុះយើងទៅអញ្ចឹងយើងមានបាយមានអីទៅញ៉ាំអីនៅហ្នឹងក៏បានដែរឲ្យតែយើងជាអតិថិកបីនឹងរួចឬក៏អង្គុយសម្រាប់អង្គុយញ៉ាំអាហារសម្រន់ពេលមានភ្ញៀវច្រើនអីអញ្ចឹងណាអញ្ចឹងឥឡូវនេះខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលអាកន្លែងរោងគាត់ចិញ្ចឹមកបីអូព្រោះអីនៅហ្នឹងមានកបីចង់មើលកបីពណ៌ស បីឃ្លីគេហៅបីឃ្លី វាវត្តអត់ បារាំង ទៅនោះដើរទៅអត់អុយទេ ដាក់ខាងមកដាក់គាត់អាបារាំង Hello នោះអ្នកទាំងអស់គ្នាឃើញណាពណ៌សនោះក៏ប៉ិតវាមិនមែនសស្គូទេពណ៌ដូចអើយពណ៌សាច់ចាហ្នឹងកបីឃ្លៀតឲ្យគាត់នៅនឹងគាត់ថាមានមកគូហ្នឹងហើយភ្នែកវាឡើងក្រហមហើយរោមវាដូចពណ៌សាច់ចឹងស្អាតតែមិនសូវទៅហ៊ានទៅចិត្តទេគាត់ឲ្យចូលតែគាត់ថាវាស្លូតតែនៅតែអត់ហ៊ានទៅចេះតែខ្លាចការទទួលយកបទពិសោធន៍ថ្មីជាមួយនឹងការជារទេះកបីគឺចាប់ដំណឹងហើយអរគុណអ្នកទាំងអស់គ្នាបាយបាយជម្រាបលា